ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងត្រឡប់មកជួបគ្នាជាសាថ្មីម្ដងទៀតណាហើយថ្ងៃនេះផងដែរខ្ញុំសូមនាំមកនៅការចែករំលែកមួយទៀតតទៅជាមួយនឹងការចិញ្ចឹមឃ្មុំឬក៏វិស័យចិញ្ចឹមឃ្មុំជាធម្មតាការចិញ្ចឹមឃ្មុំបើយើងមើលតែមួយមុខយើងគិតថាការចិញ្ចឹមឃ្មុំគឺយើងប្រមូលយកតែទឹកបានថាយើងប្រមូលយកតែទឹកឃ្មុំបានតែមួយមុខប៉ុន្តែបើជាក់ស្ដែងសម្រាប់ការចិញ្ចឹមឃ្មុំគឺយើងអាចប្រមូលផលច្រើនបានពីវាមិនមែនតែទឹកមួយមុខហើយបន្ទាប់ពីការប្រមូលផលនឹងទៀតឃ្មុំក៏ផ្ដល់ផលប្រយោជន៍ដ៏សំខាន់ទៅដល់វិស័យកសិកម្មរបស់យើងហើយសួរថាតើការចិញ្ចឹមឃ្មុំមួយមុខយើងអាចទទួលផលបានអ្វីខ្លះហើយតួនាទីនិងមុខងារសំខាន់របស់ឃ្មុំនៅក្នុងវិស័យកសិកម្មនោះគឺមានអ្វីខ្លះអានេះគឺជាសំណួរដែលគេសួរដែលគេតែងតែសួរបាទអញ្ចឹងដូចខ្ញុំបាននិយាយមកអញ្ចឹងក្នុងការចិញ្ចឹមឃ្មុំយើងអាចទាញផលពីវាបាននៅក្នុងលក្ខខណ្ឌ4ផ្សេងពីគ្នាដែលយើងអាចរកផលប្រយោជន៍ពីវាបានទី1ការចិញ្ចឹមឃ្មុំដូចខ្ញុំបាននិយាយមកអញ្ចឹងទី1គឺការប្រមូលផលទឹកឃ្មុំព្រោះអីការចិញ្ចឹមឃ្មុំនេះគឺផ្ដោតខ្លាំងគឺទិន្នផលទឹកឃ្មុំនឹងឯងសម្រាប់យកមកប្រើប្រាស់ឬក៏សម្រាប់យកមកធ្វើជាអាជីវកម្មលក់ចែកចាយទៅដល់បងប្អូននៅក្នុងស្រុកឬក៏ក្រៅស្រុកអាហ្នឹងគាត់អាចយកទៅប្រើប្រាស់ធ្វើជាភេសជ្ជៈឬក៏ធ្វើជាឱសថអីទៅតាមតម្រូវការផ្សេងពីគ្នាអញ្ចឹងណាហើយបន្ទាប់ពីការប្រមូលផលទឹកឃ្មុំយើងក៏អាចទទួលបាននៅផលប្រយោជន៍មួយទៀតការប្រមូលផលពីឃ្មុំគឺការប្រមូលផលលំអងឃ្មុំហើយការប្រមូលផលលំអងឃ្មុំហ្នឹងបងប្អូនច្បាស់ជាឆ្ងល់លំអងឃ្មុំហ្នឹងវាយ៉ាងម៉េចហើយយើងប្រមូលផលយ៉ាងម៉េចតិចទៀតបងប្អូននឹងឃើញនៅក្នុងវីដេអូហ្នឹងវានឹងបង្ហាញបងប្អូននឹងឃើញពីរបៀបផលប្រមូលផលលំអងឃ្មុំហើយទី3ហើយការចិញ្ចឹមឃ្មុំហ្នឹងគឺយើងអាចប្រមូលផលកបួនឃ្មុំបានទៀតទី4គឺអាចប្រមូលផលសាច់ឃ្មុំបានសាច់ឃ្មុំដោយបងប្អូនហ្នឹងក៏លក់បានថ្លៃដែរសាច់ឃ្មុំហើយដូចនៅក្នុងវីដេអូនេះបងប្អូនឃើញហើយអ្វីដែលខ្ញុំកំពុងតែលើកនេះគឺក្បាលទឹកឃ្មុំមិនមែនក្បាលទឹកឃ្មុំបកងឃ្មុំហ្នឹងមកផលិតហ្នឹងឃើញទឹកប្រហែលជាអាចចូល1លីត្រដែរនេះទឹកពេញមកបកងហ្មងហើយអានេះគឺការប្រមូលផលទឹកឃ្មុំរបស់យើងការប្រមូលផលទឹកឃ្មុំរបៀបនៃការប្រមូលផលទឹកឃ្មុំរបស់យើងគឺយើងប្រើអញ្ចឹងគឺយើងប្រើធុងពង្វិលហ្នឹងដើម្បីរុញទឹកឃ្មុំចេញពីបកងបើតាមការប្រមូលផលទឹកឃ្មុំព្រៃរបស់យើងគឺយើងកាត់ក្បាលទឹកវាយើងច្បាច់ហើយយើងត្រោងនឹងស្បៃដើម្បីសម្អាតវាសម្អាតហ្នឹងមិនមែនថាវាបន្លាយទេគឺសម្អាតកុំឲ្យមានកតិចកុំឲ្យមានអីអញ្ចឹងអានេះដូចគ្នាអានេះបន្ទាប់ពីវាយវាចេញពីក្នុងផ្លិតវាហើយគឺយើងត្រងមានតម្រងអីចាក់មកត្រងវាឲ្យអស់ស្អីនេះហ្នឹងឲ្យអស់កតិចក
កូនហើយកុំឲ្យវាជាប់ចូលទៅក្នុងទឹកឃ្មុំហើយមិញហ្នឹងខ្ញុំនិយាយពីការប្រមូលផលលំអងឃ្មុំនេះដោយបងប្អូនឃើញហើយឃ្មុំទាំងអស់នេះវាកំពុងតែប្រមូលផលលំអងពីដើមឈើឬក៏រុក្ខជាតិព្រៃហើយយកមកចូលក្នុងសម្បុកដើម្បីទុកជាចំណីឲ្យខ្លួនវាឬក៏ដូចជាកូនរបស់វាឬក៏ឲ្យស្ដាច់ព្រោះនេះលំអងនេះគឺជាចំណីរបស់ឃ្មុំបាទហើយបងប្អូនឃើញមកក្របសលឿងក្រហមហ្នឹងជាលំអងឃ្មុំដែលយើងប្រមូលពេលដែលយើងប្រមូលហើយបងប្អូនចាំមើលណាគឺយើងប្រមូលហើយនេះគឺយើងឃើញមកក្របទូចប៉ុន្តែជាក់ស្ដែងគឺយើងប្រមូលបានច្រើនដូចនៅក្នុងនេះយើងដើរប្រមូលតាមធុងវាបន្ទាប់ពីវាធ្លាក់ចេញពីជើងវាហើយគឺយើងប្រមូលវាហើយក្នុងមួយឆ្នាំមានតែម្ដងទេគឺផ្កាកូនហ្នឹងគឺមួយឆ្នាំមានតែម្ដងទេលំអងវាអញ្ចឹងហ្នឹងគឺជាចំណុចដែលយើងទទួលពីវាណាទឹកឃ្មុំលំអងឃ្មុំកមួនឃ្មុំហើយសាច់ឃ្មុំហើយនេះគឺជាដុំកមួនឃ្មុំដែលខ្ញុំកំពុងកាន់ហ្នឹងអាហ្នឹងចម្រាញ់ស្អាតហើយប៉ុន្តែមិនទាន់ស្អាតហ្នឹងគឺនៅក្នុងកធុនហ្នឹងក្នុងកធុនដែលយើងជាពីក្បាលទឹកវាមកមិញដែលយើងជាពីក្បាលទឹកវាមកមិញហ្នឹងប៉ុន្តែតម្រាំតែបានម្ដុំលឿងហ្នឹងគឺវាត្រូវការចម្រាញ់ហ្នឹងគឺចម្រាញ់ដោយប្រើកម្ដៅដោយបងប្អូនឃើញនេះគឺយកកមួនឃ្មុំដែលយើងជាហ្នឹងយកមកដាក់លើចក្រានដោយប្រើឆ្នាំងដើម្បីរងាស់វាឲ្យទៅជាទឹកដល់ពេលយើងរងាស់វាយូរទៅអាចកមួនហ្នឹងវាលាយវាត្រូវក្ដៅវាលាយវាធម្មជាតិរបស់វាត្រូវក្ដៅវាលាយដល់ពេលលាយអញ្ចឹងទៅតាមធម្មតាវាមានកម្ទេចវាមានកម្ទីអីអញ្ចឹងណាវាអត់ទាន់ស្អាតទេកមួនហ្នឹងប៉ុន្តែនៅពេលដែលយើងដុតវាឲ្យរលាយអត់មានដុំអសនេះដូចខ្ញុំដួសនេះកុំឲ្យវាមានដុំកុំឲ្យវាមានអីហ្នឹងគឺឲ្យវាលាយអស់សិនបានយើងចាប់ដើមត្រង់បានត្រង់ហ្នឹងបានថាចម្រាញ់វាហើយដាក់ស្បៃមិនដាក់ស្បៃដាក់តម្រងបើខ្ញុំតែងប្រើតម្រងដៃហ្នឹងដើម្បីត្រង់វាឲ្យស្អាតត្រង់ឲ្យស្អាតឲ្យអស់កតិចអត់ឲ្យមានកតិចមានអីទេតែអញ្ចឹងដល់ពេលកមួនកកទៅវាអត់ស្អាតទេអញ្ចឹងយើងត្រង់ទៅដល់រហូតដល់នេះពេលដែលវារងនៅក្នុងឆ្នាំងហើយបើយើងចាក់ចូលអានេះយើងចាក់ចូលចានដៃក៏បានឬក៏យើងខ្ជិលចាក់ចូលចានដៃទឹកតាមរបៀបនេះយើងទុកឲ្យវារងទៅចាំយើងដួសយកមកចាក់ក៏បានដែរប៉ុន្តែអានេះខ្ញុំចាក់អញ្ចឹងទៅដើម្បីឲ្យចង់និយាយថាអាកតិចទីហ្នឹងគឺវាធ្លាក់ទៅក្រោមអាកមួនហ្នឹងតែមកលើអញ្ចឹងយើងអត់ពិបាកត្រង់ច្រើនដងទេអញ្ចឹងអាណាកតិចទីអីហ្នឹងគឺវាធ្លាក់ទៅក្រោមហើយអានេះមធ្យោបាយមួយហើយមួយទៀតគឺយើងទុកឲ្យវារងហ្មងទុកឲ្យវារងអញ្ចឹងទៅបើសិនជាមានកតិចទីអីវានៅក្រោមអញ្ចឹងទុកឲ្យរងអញ្ចឹងយើងដល់ពេលអញ្ចឹងយើងសម្រិតយកតាខាងលើទៅខាងលើហ្នឹងគឺទឹកកមួនសតហ្នឹងគឺយើងអត់មានកាកមានអីមកជាប់ជាមួយវាទេគឺអាហ្នឹងគឺស្អាតហើយខ្មៅនោះគឺនៅក្រោមបាតឆ្នាំងអញ្ចឹងយើងចាក់ទៅយកកុំឲ្យដល់អញ្ចឹងដល់ពេលដល់វាអត់ស្អាតទៅជាកមួនរបស់យើងពណ៌ខ្មៅវាអត់លឿងល្អយើងចាក់ប៉ុណ្ណឹងហើយអាចយកអាកាសហ្នឹងមកចាក់ចូលទៅក្នុងទឹកហ្នឹងដើម្បីឲ្យសល់ប្រហែលយើងយកទៅចម្រាញ់ម្សៅទៀតហើយបន្ទាប់ពីយើងដាក់យើងគិតថាវាស្អាតហើយអត់មានសម្រាមមិនមានអីហើយយើងយកវាទុកដាក់សិនដាក់នៅកន្លែងមួយឲ្យនឹងតិចទៅបន្តមកទៀតវាចាប់ដើមកមកពីក្រោមមកលឿងអញ្ចឹងលឿងរហូតពីក្រោមដល់លើអញ្ចឹងបន្តមកទៀតវានឹងកកខ្លាយទៅជាកមួនម្ដុំដ៏ស្អាតហើយកមួនលឿងឬក៏ខ្មៅតាក់ទងជាមួយនឹងការត្រង់ឬក៏យើងចម្រាញ់ស្អាតមិនស្អាតបើសិនជាចម្រាញ់ស្អាតក៏វាបានពណ៌លឿងល្អដែរហើយមួយទៀតតាក់ទងជាមួយនឹងថាមុខងាររបស់ឃ្មុំតើឃ្មុំវាមានមុខងារអីក្នុងវិស័យកសិកម្ម
ដោយបងប្អូនដឹងហើយថាផ្កាវាអាចដើមឈើវាអាចកាន់ផ្លែឬក៏មានផ្លែតិចច្រើនគឺដោយសារលំអងញីលំអងឈ្មោលហ្នឹងវាជួបគ្នាអញ្ចឹងវាអាចប្រកាត់បានចេញជាផ្លែបានច្រើនកាន់បានច្រើនហើយឃ្មុំនោះដោយបងប្អូនឃើញវាដើរជើងវាដើរប្រមូលលំអងពីផ្កាមួយទៅផ្កាមួយអញ្ចឹងអាហ្នឹងវាជាភ្នាក់ងារដែលនាំឲ្យអាចឈ្មោលលំអងកេសរញីកេសរឈ្មោលនឹងជួបគ្នាហើយក៏វាផ្ដល់ជាឱកាសនៅក្នុងការបង្កាត់ពូជផ្លែឈើបានល្អដែរអាហ្នឹងហើយដែលគេថាមុខងារសំខាន់របស់ឃ្មុំក្នុងការនាំលំអងញីលំអងឈ្មោលឲ្យទៅជួបគ្នាបាទហើយនឹងហើយក្នុងវីដេអូខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែករំលែកដល់បងប្អូនបាទហើយសូមអរគុណដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរគុណ